បាទសួស្តីលោកគ្រូយើងទាំងអស់គ្នាជាទីស្រឡាញ់និងរាប់អានឥឡូវឃើញថាទិវា5តុលារបស់គ្រូបរិញ្ញាយើងចិត្តមកដល់ហើយអញ្ចឹងលោកគ្រូទៅធ្វើ logo មួយដើម្បីអញ្ចឹងដើម្បីធ្វើ logo នោះបានលោកគ្រូយើងត្រូវចូលទៅ install វាចូល download វាបាទលោកគ្រូមានទូរស័ព្ទ Samsung ចូលទៅ Play Store បាទលោកគ្រូមានទូរស័ព្ទ iPhone ចូលទៅ App Store ដើម្បី down វាប៉ុន្តែឥឡូវនេះខ្ញុំសូមចែកវីដេអូមួយដើម្បីធ្វើកម្មវិធីហ្នឹងនៅក្នុងលើកុំព្យូទ័រនៅលើកុំព្យូទ័រអញ្ចឹងនៅលើកុំព្យូទ័រកម្មវិធីនេះដូចជាអត់មានកន្លែងសម្រាប់ download ទេប៉ុន្តែយើងធ្វើបាននៅក្នុងកម្មវិធីជ្រោមបាទអញ្ចឹងលោកគ្រូគួររៀនខ្លួនឯងឲ្យហើយទៅព្រោះយើងដឹងហើយថាបរិបទនេះគឺបរិបទអប់រំ digital អញ្ចឹងបើយើងអត់ចេះសុទ្ធហ្មងគឺពិបាកហើយបាទហើយម្យ៉ាងទៀតបើយើងចាំតែធ្វើតាម copy link មកទេយកមកធ្វើអាហ្នឹងធ្វើឲ្យគេមានប្រយោជន៍ជាច្រើនហើយយើងគឺអត់ចេះនៅតែអត់ចេះតែដែរយើងចាំតែប្រើមកគេអញ្ចឹងតោះរៀនធ្វើខ្លួនឯងបាទឥឡូវធ្វើខ្លួនឯងលើកុំព្យូទ័រឥឡូវចូលទៅជ្រោមដើម្បីទៅ Facebook កម្មវិធីនោះដើម្បីប្រើប្រាស់វាបាទឥឡូវខ្ញុំចុចជ្រោមចឹងកម្មវិធីនោះឈ្មោះTwitbonai បាទ Twitbonai កាហ្វេអក្សរ T W I B O N I Z E បាទចឹងបើកុំព្យូទ័រលោកគ្រូមិនដែលវាយទេតើតាវាយអក្សរអស់អត់បង្ហាញបាទតែបើកុំព្យូទ័រធ្លាប់ប្រើគ្រាន់តែវាយអក្សរ T ដើមមួយគឺវាចេញឲ្យឯងបាទឥឡូវជាដៃកុំព្យូទ័រខ្ញុំចាំមើលខ្ញុំវាយ T មួយចេញឲ្យអត់បាទនេះខ្ញុំវាយ T មួយគឺចេញឈ្មោះឲ្យមកបាទនេះ Twitbonai បាទបើកុំព្យូទ័រខ្ញុំធ្លាប់ស្គាល់អញ្ចឹងខ្ញុំចុចចូលទៅយកវាហើយចុចបាទឥឡូវមកហើយឥឡូវខ្ញុំ scroll ទៅរក logo ហ្នឹងបាទនេះមកឲ្យ logo បាទ1 2 3 4 5យ៉ាងច្រើនជាងហ្នឹងទៀតបាទតោះតែយើងខ្វល់ logo ទាំងប្រហែលនេះគឺយើងអត់ប្រើទេយើងប្រើរួចអស់ហើយបាទសំខាន់គឺយើងប្រើ logo upgrade ចុងក្រោយនេះសម្រាប់ថ្ងៃ5ដុល្លារបាទអញ្ចឹង logo នេះមានរូប logo ក្រសួងមានពាក្យស្លោកមានរូបបាច់ផ្កាហើយនឹងមានរូបជំទាវគុំសេដ្ឋានីអញ្ចឹងបើរូបជំទាវនៅទីហ្នឹងហើយតើយើងយក logo ហ្នឹងមកប្រើម៉េចយករូបយើងទៅប្រើម៉េចអញ្ចឹងលោកគ្រូកុំឆ្ងល់អញ្ចឹងចុចពីលើ logo ហ្នឹងមកឯងបាទប៉ុន្តែរូបជំទាវអត់មកតាមទេឥឡូវខ្ញុំចុចបាទខ្ញុំ scroll បាទនេះទៅ logo មកហើយបាទរូបជំទាវអត់មកទេបាទអញ្ចឹងក្នុងផ្ទៃខាងក្នុងនេះគឺជាផ្ទៃដែលយើងយករូបចិត្តដាក់ហើយ logo អានេះប្រើបានទេខ្ញុំអត់ដឹងយ៉ាងម៉េចដែរណាតែយើងកងខ្វល់ពីគិតតែ logo យើងមកណាអញ្ចឹងផ្ទៃនេះគឺជាផ្ទៃសម្រាប់យើងឲ្យរូបមកដាក់បាទអញ្ចឹងលោកគ្រូទៅគិតថាតើដាក់រូបអីបាទដាក់រូបសាលារៀនឬក៏រូបប្រជុំដាក់បានទាំងអស់ប៉ុន្តែខ្ញុំសូមណែនាំលោកគ្រូថាដាក់រូបខ្លួនឯងវិញដាក់រូបលោកគ្រូវិញគួរប្រហោះ Facebook ប្រហោះ YouTube ទៅគេឃើញគេស្គាល់បាទអញ្ចឹងចង់ចំណុចនេះដែរលោកគ្រូត្រូវប្រកាសថារូបថតដែលយកមកដាក់ហ្នឹងគឺស្អាតហើយនៅបាទបើវាអត់ស្អាតទេ logo ហ្នឹងក៏អត់ស្អាតតាមនោះដែរបាទអញ្ចឹងតើឥឡូវទៅយករូបថតពីកន្លែងណាមកឥឡូវខ្ញុំ scroll សិនបាទនេះប៊ូតុងពណ៌បៃតងនេះបាទជាកន្លែងទៅរករូបថតរបស់យើងនៅក្នុង Drive បាទនេះបញ្ញាកាមេរ៉ានេះឈប់យក photo បាទយើងចុចទៅលើទៅដើម្បីទៅយករូបថតយើងនៅក្នុង Drive ឥឡូវចុចហើយឥឡូវរូបថតនឹងដាក់នៅកណ្ដាលចេះឥឡូវនឹងមក desktop ឬក៏យ៉ាងម៉េចនេះបាទគេរូបថតខ្ញុំនៅក្នុង desktop ឥឡូវខ្ញុំយករូបថតមកដាក់ក្នុង logo ហ្នឹងខ្ញុំដើម្បីយករូបថតហ្នឹងមកទៅចុចទៅលើរូបហ្នឹងហើយខ្ញុំចុចហើយចុច open ពេលហ្នឹងរូបហ្នឹងគឺរត់មកចូល logo ហ្នឹងហើយបាទ
នេះចូលមកហើយតែលោកគ្រូមើលតើរូបដែលចូលមកក្នុង logo ហ្នឹងវានៅក្នុងទីតាំងសមស្របហើយណាបាទជាក់ដៃរូបនេះមកអត់សមស្របទេបាត់អស់ជាច្រើនផ្នែកហើយអញ្ចឹងដើម្បីឲ្យធានារូបនេះឲ្យត្រូវក្នុងផ្ទៃ logo ហ្នឹងគឺយើងត្រូវចុចពីលើវាទាញបាទនឹងចុចពីលើវាទាញណាលោកយើងប្រឡែងបាទនេះបានហើយបាទអញ្ចឹងមកដល់ដំណាក់កាលនេះគ្រូទៅធ្វើម៉េចដើម្បីយករូបហ្នឹង logo ហ្នឹងទៅຕົកប្រើយកទៅប្រើបាទអញ្ចឹងដើម្បីយកទៅប្រើគ្រូមើលប៉ុណ្ណេះនេះប៊ូតុងបៃតងវា download នេះហើយអានេះសម្រាប់ដូររូបថតកាលណាគ្រូគាត់ថារូបថតហ្នឹងអត់ស្អាតទេអញ្ចឹងគ្រូអាចចុចប៉ុណ្ណឹងដើម្បីយករូបថតផ្សេងទៀតមកដាក់ហើយតែកាលណាយករូបថតផ្សេងទៀតមកដាក់រូបថតនេះរត់ចេញឯងបាទแล้วឧទាហរណ៍ថាខ្ញុំយករូបនឹងចោះបាទខ្ញុំចុចពាក្យ download បាទខ្ញុំចុចហើយនៅពេលចុច download បញ្ចេញផ្ទាំងចេះមួយមកនេះជាផ្ទាំងវិទ្យាលុយកម្មវិធី Pro បាទអញ្ចឹងយើងកង្វល់មួយវាព្រោះពេលនេះយើងប្រើកម្មវិធី free អញ្ចឹងកម្មវិធី free អាច download បានគឺនៅក្រោមនេះបាទនេះប៊ូតុងនេះ continue with watermark អញ្ចឹងយើងចុចទៅលើហ្នឹងទៅវាដោនហើយពុំដោនហើយចិត្តពេញបាទដល់ចិត្តពេញហើយគឺវាអត់ទាន់បង្ហាញ logo យើងឃើញទេនេះថាវាទាមទារឲ្យយើងដោនម្ដងទៀតអញ្ចឹងយើងមើលប៊ូតុងបៃតងក្រោមទៀតចុចពាក្យ download ម្ដងទៀតទៅចុចហើយបាទឥឡូវជោគជ័យនេះ download ជោគជ័យឥឡូវរត់ចូលទៅក្នុង Drive Computer ហើយបាទបាទនេះបាទឥឡូវរត់ចូលក្នុង Drive Computer ហើយឥឡូវយើងទៅតាមរកវាបាទអញ្ចឹងឥឡូវយើងថយក្រោយវាដើម្បីទៅតាមរករូបនោះក្នុង Drive Computer ឥឡូវយើងថយអស់បាទយើងបិទតាមរកទៅបាទឥឡូវយើងចូល Disk យើងចូលទៅប៊ូតុង download យើងចុចមើលនេះហ្នឹងហើយយ៉ាបាទនេះបាទនៅប៉ុណ្ណឹងបាទអញ្ចឹងពេលនេះលោកគ្រូគាត់ថាតើទុកវានៅប៉ុណ្ណឹងឬក៏យកទៅណាប៉ុន្តែតាមខ្ញុំសុំណែនាំគ្រូថាបើទុកនៅហ្នឹងលោកគ្រូពិបាកហើយព្រោះរូបនេះនៅក្នុងកុំព្យូទ័រយើងដើរតាណាឆ្ងាយត្រូវការប្រើយកបានដោយសារកុំព្យូទ័រនៅផ្ទះអញ្ចឹងទៅណាចឹងដើម្បីឲ្យរូបនេះទៅតាមខ្លួនបានគ្រូត្រូវ copy ទៅដាក់ក្នុង Telegram ចឹងដើម្បី copy បានគ្រូម៉ៅស្ដាប់ម៉ៅស្ដាប់មួយមកហើយយកពាក្យ copy មកពាក្យ copy មកគឺក៏ចូលអាសបានយើង copy ទៅដាក់ក្នុង Telegram ហើយ copy ពុបហើយយើងថយវិធីហ្នឹងបែងចោលហើយខ្ញុំចូល Telegram មកខ្ញុំនេះ Telegram ខ្ញុំចូល Telegram ខ្ញុំមើលហើយខ្ញុំយក Telegram នេះសេករបស់ខ្ញុំចុចខ្ញុំមកស្ដាំមួយដើម្បីផាសវាខ្ញុំយកផាសខ្ញុំចុចបញ្ជូនបាទឥឡូវវាចូលក្នុង Telegram របស់យើងហើយកាលណាវាចូលមកនៅទីនេះបានន័យថារូបហ្នឹងវានៅទីហ្នឹងមួយជីវិតបាទលុះត្រាតែទូរស័ព្ទយើងមានបញ្ហាអីមួយអាហ្នឹងវាទៅតាមហ្នឹងដែរបាទនឹងហើយដល់ពេលយើងត្រូវការយកប្រើយើងគ្រាន់តែចុចមកស្ដាំពីលើវាហើយគ្រូយកពាក្យ copy ក៏បានយកពាក្យ save as ក៏បានបាទនឹងហើយបាទនឹងសូមចប់ប៉ុណ្ណឹងគ្រូណាបាទសូមចប់ប៉ុណ្ណឹងហើយសូមអធិស្ឋានផងបើមិនជាការធ្វើឧទាហរណ៍មានការរអាក់រអួលឬក៏ខុសឆ្គងក្នុងការណាមួយបាទសូមមេត្តាអធិស្ឋានបាទសូមអរគុណ